បាទនេះហើយគឺទីបញ្ចុះសាកសពអធិរាជលាវប៉ៃនៅសម័យសាមកុកបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមណែនាំបង្វែរអារម្មណ៍បងប្អូនមកទស្សនាតំបន់ប្រវត្តិសាស្ត្រគឺទីតាំងបញ្ចុះសពរបស់អធិរាជលាវប៉ៃនៅសម័យសាមកុកបងប្អូនដែល fan សាមកុកគឺអាចលំអិតពីព័ត៌មានរបស់លាវប៉ៃក៏ដូចជាទីប្រឹក្សាគាត់បងប្អូនទាំង3របស់គាត់នៅក្នុងវីដេអូអេពីសូត1នេះហើយមួយទៀតថាតើគេអភិរក្សតំបន់ប្រវត្តិសាស្ត្រក៏ដូចជាការរៀបចំទីតាំងឲ្យមានការតាក់ទាញភ្ញៀវទេសចរភ្ញៀវជាតិភ្ញៀវអន្តរជាតិយ៉ាងដូចមិនខ្លះបងប្អូនអាចតាមដានបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូភាគ1នេះខ្ញុំសូមណែនាំលម្អិតពីភ្នូររបស់អធិរាជលាវប៉ៃជាមុនសិនបងប្អូនចូលទៅដល់មុនគេនឹងគឺឃើញលបងពណ៌ក្រហមហើយដាំរស្មីមានគុំទៅឆឹងទៅឆៃមកលុបជុំវិញហ្នឹងហើយមានទីធ្លាទំហំសឹងនឹងប្រហាក់ប្រហែលជាមួយនឹងវត្តភ្នំដែរបងប្អូនគឺដើរហត់តែម្ដងហើយនេះគឺច្រកចូលពីខាងក្រោយបាទបងប្អូនទាំងអស់គ្នានៅពីក្រោយខ្នងរបស់ខ្ញុំនេះគឺជាភ្នូររបស់អធិរាជលាវប៉ៃនៅនគរទាំង3គឺបានបញ្ចុះនៅទីនេះគឺរាជធានីឆឹងទូបាទហើយធំមែនទែនបងប្អូនព័ទ្ធដោយលបងក្រហមកុំបស័យជុំវិញហើយមានលបងឥដ្ឋដ៏ធំមួយនៅជុំវិញតែម្ដងហើយដូចកម្ពូលភ្នំមួយចឹងហើយយើងអាចដើរជុំវិញមកជុំហ្នឹងគឺដើរមកហត់ដែរបងប្អូនហើយនៅក្នុងឧទ្យាននេះក្រៅពីទីបញ្ចុះសពរបស់អធិរាជលាវប៉ៃគឺនៅខាងក្រៅនោះគឺមានវិហារបាទវិហារបងប្អូនទាំង3មានលាវគួនចាងវិហារជូកលៀងនិងវិហាររបស់លាវប៉ៃផ្ទាល់អញ្ចឹងមាន3វិហារធំៗគេដាក់រូបសំណាកហើយជាមួយនឹងគេហៅថាប្រវត្តិលម្អិតរបស់គាត់មួយមានទាំងជូកលៀងកូនរបស់ជូកលៀងចៅរបស់ជូកលៀងបាទហើយគាត់ចាញ់សង្គ្រាមឈ្នះសង្គ្រាមឬក៏ស្លាប់នៅឆ្នាំណាគេលម្អិតឲ្យទាំងអស់បាទហើយនេះគឺផុសតាំងពិតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសចិនហើយបាទហើយធំមែនតើបងប្អូនដើរអត់ទាន់ផុតទេណាបាទហើយនេះគឺតាក់ទាញភ្ញៀវទេសចរច្រើនមែនតើបាទហើយឥឡូវយើងចូលទៅក្នុងដើម្បីមើលព័ត៌មានលម្អិតពីភ្នូរបុរាណមួយនេះបាទជាង1000ឆ្នាំបងប្អូនយូរឆ្នាំមែនតើហើយប្រវត្តិសាស្ត្រគេបានចារលម្អិតមែនតើបាទនេះគឺផ្លូវចូលភ្នូរបាទផ្លូវចូលភ្នូររបស់លាវប៉ៃគឺច្រើនមនុស្សកកកុញបាទហើយនេះគឺផ្លូវចូលហើយយើងអាចមើលនេះបាទគឺរូបភាពភ្នូរតែម្ដងវ៉ាវបាទនេះហើយគឺទីបញ្ចុះសាកសពអធិរាជលាវប៉ៃនៅសម័យសាមកុកហើយនេះបងប្អូនអាចនេះគឺកន្លែងជើងធូបបាទអញ្ចឹងនេះគឺរាជធានីឆឹងទូបងប្អូនគឺគាត់បន្ទាប់ពីគាត់ចាញ់សង្គ្រាមនៅអ៊ីលីងគាត់បានឈឺចូលទីវង្គតនៅឯជីដែនសមរភូមិនៅសមរភូមិប៉ៃទីនៅភូមិស្រុកប៉ៃទីបាទនៅស្រុកប៉ៃទីហើយក៏សាកសពរបស់គាត់ត្រូវបានបញ្ជូនមកទីក្រុងឆឹងទូនេះដើម្បីបញ្ចុះបាទនេះគឺនៅមួយជុំនៅបងប្អូនធំបាទបងប្អូនទស្សនវិជ្ជាទូទៅនៃភ្នូរបុរាណរបស់អធិរាជលាវប៉ៃនេះគឺមានជាលក្ខខណ្ឌប្រវត្តិសាស្ត្រធ្វើឲ្យមានការតាក់ទាញភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិហើយសម្រាប់ភ្ញៀវជាតិដែលជាជនជាតិចិនហ្នឹងគឺគាត់ត្រូវបានគេគោរពស្រឡាញ់ត្រង់គាត់ជាមេដឹកនាំចិត្តធម៌ដែលពេលគាត់ទៅដឹកនាំនៅតំបន់ណាគឺគោរពឲ្យតម្លៃអ្នកចេះដឹងហើយធ្វើឲ្យប្រជាជនមានក្តីសុខសប្បាយអញ្ចឹងមានប្រជាជនគេគោរពត្រង់កន្លែងហ្នឹងហើយតំបន់នេះផងដែរក៏មានតំណាងឲ្យបងប្អូនទាំង3របស់គាត់មានគូនអ៊ីចាងហ្វៃដែលគេទៅគោរពអ្នកខ្លះទុកគូនអ៊ីដូចជាទេវតាឬក៏តំណាងឲ្យភាពត្រឹមត្រូវអញ្ចឹងទៅសម្រាប់ជនជាតិចិនហើយនេះគឺច្រកចូលបងប្អូនគឺណែនណាន់តាន់តាប់សម្រាប់អ្នកដែលទៅគោរពវិហារគូនអ៊ីសុំក្តីសុខបន់សន់បួងសួងរឿងអ្វីមួយជាដើមមិនថាវិហាររបស់លាវប៉ៃបងប្អូនទាំង3ឬក៏វិហារគូនអ៊ីហើយក្នុងនោះផងដែរមានគេជឿជំនឿលើវិហារជូកលៀងផងដែរដែលក្នុងនោះវិហារជូកលៀងគឺណែនជាងនឹងទៀតតែខ្ញុំនឹងធ្វើក្នុងវីដេអូក្រោយទៀតបាទនេះបានត្រឹមតែណែនាំបងប្អូនត្រឹមទីបញ្ចុះសពសិនហើយជួបគ្នានៅវីដេអូបន្ទាប់តាក់ទងជាមួយនឹងវិហារគុនអ៊ីវិហារលាវប៉ៃនិងវិហារជូកលៀងដែលគេនិយាយពីវត្តលម្អិតរបស់គាត់មួយសូមអរគុណសូមជម្រាបលាឥឡូវទូទាំងនគរអ្នកខ្លះគ្រប់ពីទីសំអាងទៅលើកម្លាំងទ័ពនិងសិទ្ធិអំណាចគ្រប់គ្រងមូលដ្ឋានលីបៃខ្ញុំបានប្រយុទ្ធនៅលើខ្នងសេះមិនអាចស្មើនឹងពួកគេទេប៉ុន្តែមានរបស់ពីរយ៉ាងដែលពួកគេមិនអាចមានទី1ប្រើចិត្តធននិងគុណធម៌ជាគោលចំហនិងវិធីធ្វើជាមនុស្ស
ពីព្រោះនគរជាបុកច្បងដោយសារតែចិត្តមនុស្សជាបុកច្បងបើចង់បង្ក្រាបការជាបុកច្បងត្រូវតែប្រមូលទឹកចិត្តរបស់ប្រជារាស្ត្រខ្ញុំប្រាចិត្តធម៌និងគុណធម៌ប្រឆាំងនឹងអំណាចគោខើទី2ក្នុងនាមខ្ញុំជាកូនចៅរាជវង្សកំចាត់ជនអាក្រក់គឺជាបំណងប្រាថ្នាមួយជីវិតរបស់ខ្ញុំថាឈានគឺអតីតព្រះមហាក្សត្រតែងតាំងគេប្រាចិត្តធម៌និងគុណធម៌គ្រប់គ្រងប្រជារាស្ត្រដែរខ្ញុំជួយដើម្បីមហាហានតែឆាយឆាវប្រាលេសសងសឹកជួនឪពុកចង់វាយយកស៊ីជើហើយក៏ចង់វាយយកទឹកដីទាំងមូលនេះជាមហិច្ឆតារបស់គេអ្នកណាក៏មើលដឹងខ្ញុំប្រឆាំងជាមួយឆាយឆាវគឺប្រឆាំងជាមួយនឹងអង្គើគ្មានចិត្តធម៌និងប្រាគុណធម៌ដើម្បីកម្ចាត់ជនក្បត់នេះទោះជាសង្គ្រាមនេះមិនបានជោគជ័យក៏ប្រជារាស្ត្រមើលឃើញរឿងមួយដែររឿងអីយុត្តិធម៌មិនសាបសូន្យគុណធម៌ជាអមតៈ